សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងគ្រូធ្វើមេរៀននេះមួយទៀតឲ្យយើងអញ្ចឹងគឺយើងនឹងធ្វើដាក់ពពុះពពកនេះពពកសហ្នឹងនៅលើផលិតផលរបស់យើងអូខេឥឡូវយើងចាប់ផ្ដើមបង្កើត com មក new com ហើយដាក់វាຂະຫນາດវា1920 1920មកហើយយើងទាញ background ដាក់ចូលយើង scale វាតូចមកនេះហើយយើងដាក់ផលិតផលសាប៊ូយើងចូលយើង import វាចូលមកអញ្ចឹងយើង scale វាតូចបន្តិចមកអញ្ចឹងយើងចុចអក្សរ Y ចុចអក្សរ Y ដាក់កត់ចិត្តវារួមខាងក្រោមនេះមកហើយយើង scale វាបាទ thích វា1ចុចដាក់វា0ហើយយើងទៅ15អីចឹងទៅយើងដាក់វា52វិញហើយយើងដាក់កូដញ័រចូល easy out ម៉ៅស្ដាំអានេះ easy in ចឹងយើង copy កូដញ័ររបស់យើងចូលដែលយើងរៀនជាមួយលោកគ្រូ copy ចុច command C ចុច alt ឲ្យជាប់ចុច command V ហើយដាក់ blur វាតោះមកយើងទាញពពកដាក់ចូលនេះអញ្ចឹងពពកនេះយើងអាច import វាចូលមកបាទចុច import វាបាទចូលទៅកន្លែង download ដែលបងប្អូន download ព្រឹកមិញហ្នឹងបាទនេះយកទី5ហ្នឹងមកចុច import វាចូលហើយទាញវាដាក់ចូលហើយ scale វាមក scale វាឲ្យដាក់ឲ្យចំចំណុចដែលយើងចង់បានចុចអក្សរ V ទាញវាមកនេះអញ្ចឹងវាចេញមកស្អាតហើយនេះមានពពកបាទព្រោះហើយយើងដាក់រូបមនុស្សមួយទៀតមកតួ model របស់យើង scale នេះគេគួរឲ្យអូសចេញពីនេះមកបាទចុចអក្សរ P មកទាញចេញសិន tick 1ហើយយើងទៅ10 frame ឯទៀតមកទាញចូលវិញដាក់កូដញ័រចូលទៀត in out ចុច R ឲ្យជាប់คลิกមួយចុច Ctrl V ដាក់កូដញ័រចូលអូខេបន្ទាប់មកយើងទាញ import នេះលេខ6 import ទៀតមក import file លេខ6ចូលឬលេខ7លេខ8លេខ9លេខ10អីចឹងទៅអញ្ចឹងបន្ទាប់មកយើងដាក់ក្បែរតួរបស់យើងនេះបាទយើងអាច scale វាចុចអក្សរ S scale វាតូចបន្តិចទៅនេះមេរៀនយើងមានតែប៉ុណ្្នឹងហើយយើងអាចដាក់អក្សរចំណងជើងលើដូចជា effect ពពុះសាប៊ូអញ្ចឹងណាឬក៏ពពកអញ្ចឹងបាទហើយជួបមេរៀនក្រោយទៀតខំរៀនទៅ